ពេលញោមជួបរឿងអីពិបាកពិបិនក្នុងជីវិតហ្នឹងកុំឲ្យបាក់ទឹកចិត្តថែមពីព្រោះអារឿងមិនល្អហ្នឹងវាបាបចាស់ឲ្យផលហើយពេលដែលយើងបាក់ទឹកចិត្តថែមអាហ្នឹងបាបថ្មីអញ្ចឹងយើងរងគ្រោះពីរជាន់ហើយអញ្ចឹងបើជួបរឿងមិនល្អឥឡូវធ្វើម៉េចជីវិតហ្នឹងវាត្រូវដល់ពេលអានេះវាមិនមែនជារឿងចៃដន្យទេស្អីក្នុងโลกនេះវាកើតឡើងព្រោះហេតុរឿងមិនល្អហ្នឹងវាមានហេតុមិនល្អហើយបើបានជួបរឿងមិនល្អអញ្ចឹងហងដោះស្រាយបើវាធ្លាក់តែរឿងទៅចិត្តយើងកុំឲ្យធ្លាក់តាមរឿងជាប្រតិជននឹងខាត់មិនបានទេប៉ុន្តែថាត្រូវមានកម្លាំងចិត្តផឹងតស៊ូឡើងវិញដោយសេចក្តីប្រឹងប្រែងស្មោះត្រង់ព្យាយាមកុំឲ្យដេកសំដួលទៅអត់ទទួលខុសត្រូវរត់ទីណាត់ទីណែងទៅវាបាត់បង់ដូចថាគុណសម្បត្តិរបស់យើងជាមនុស្សដែលគួរឲ្យទុកចិត្តបានអានឹងគួរថ្នាក់អញ្ចឹងយើងផឹងទៅបុណ្យកុសលថ្មីនឹងជួយហើយវាទៅជួយ